គោលការណ៍ទី6អ្នកមានតែងតែយកឈ្នះលើសេចក្តីភ័យខ្លាចប៉ុន្តែអ្នកក្រតែងតែរារាំងដោយសេចក្តីភ័យខ្លាចសេចក្តីភ័យខ្លាចភាពស្រពេចស្រពិលនិងការខ្វល់ខ្វាយគឺស្ថិតក្នុងចំណោមឧបសគ្គធំធំបំផុតដែលរារាំងភាពជោគជ័យនិងសុភមង្គលរបស់មនុស្សដូច្នេះយើងអាចនិយាយបានថាហេតុផលមួយក្នុងចំណោមហេតុផលធំធំនៃភាពខុសប្លែកគ្នារវាងអ្នកមាននិងអ្នកក្រគឺបណ្ដាលមកពីសេចក្តីភ័យខ្លាចជាទូទៅអ្នកមានជាមនុស្សដែលមានការខ្លាចក៏ពួកគេពុំដែលអនុញ្ញាតឲ្យការខ្លាចទាំងនោះមកគ្របសង្កត់លើពួកគេបានឡើយតាមពិតទៅដើម្បីខ្លាចជាអ្នកមានវាមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែប្រសិនបើអ្នកធ្វើកិច្ចការណាដែលងាយស្រួលដែលមនុស្សទូទៅអាចធ្វើបាននោះជីវិតអ្នកនឹងត្រូវជួបការលំបាកក៏ប៉ុន្តែបើសិនជាអ្នកហ៊ានធ្វើកិច្ចការលំបាកនោះជីវិតរបស់អ្នកនឹងងាយស្រួលនេះគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់អ្នកដែលចង់ក្លាយជាអ្នកមានអ្វីគ្រប់យ៉ាងសុទ្ធតែមានការលំបាកនៅពេលចាប់ដើមធ្វើវាពីដំបូងប៉ុន្តែបើសិនជាអ្នកធ្វើវាយូរទៅអ្នកពិតជាមានអារម្មណ៍កាន់តែងាយស្រួលឡើងហើយនៅទីបញ្ចប់អ្នកនឹងក្លាយខ្លួនទៅជាមនុស្សម្នាក់ដែលអាចឈ្នះលើសេចក្តីភ័យខ្លាចតាមរយៈការបញ្ចេញសកម្មភាពការវឹកហាត់និងការគ្រប់គ្រងចិត្តគឺជាជំនាញដ៏មានសារៈសំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់មនុស្សម្នាក់ដែលចង់ទទួលបាននូវភាពជោគជ័យនិងសុភមង្គលក្នុងជីវិតលោក Steve Chandler បានមានប្រសាសន៍ថា Thought grows mind like cloud grows the sky Thought cause feeling just like cloud cause rain មានន័យថាការគិតឆ្លងកាត់ចិត្តដូចដុំពពកឆ្លងកាត់មេឃហើយការគិតបង្កើតបានជាអារម្មណ៍ដូចដុំពពកបង្កើតបានជាភ្លៀងតើតើនឹងចំណុចនេះផងដែរខ្ញុំមានរឿងនិទានមួយស្ដីអំពីកុលសម្ព័ន្ធភ្នំមានកុលសម្ព័ន្ធភ្នំពីរក្រុមនៅក្នុងតំបន់ Aldes កុលសម្ព័ន្ធទី1រស់នៅជើងភ្នំនិងកុលសម្ព័ន្ធមួយទៀតរស់នៅលើកំពូលភ្នំថ្ងៃមួយកុលសម្ព័ន្ធដែលរស់នៅលើកំពូលភ្នំបានមករុករៀនក្រុមកុលសម្ព័ន្ធដែលរស់នៅជើងភ្នំហើយពួកគេបានចាប់ចម្រិតទារកពីគ្រួសារនៃកុលសម្ព័ន្ធដែលរស់នៅជើងភ្នំហើយក៏យកទារកនោះទៅលើកំពូលភ្នំពួកអ្នកជើងភ្នំមិនដឹងថាត្រូវឡើងភ្នំដោយរបៀបណាឡើយដោយសារតែពួកគេមិនស្គាល់ផ្លូវនិងមានស្ថានភាពមិនច្បាស់លាស់ម្យ៉ាងវិញទៀតពួកគេមិនដឹងថាគួរស្វែងរកពួកកុលសម្ព័ន្ធដែលនៅលើភ្នំដែលបានចាប់ទារកនោះនៅកន្លែងណានោះទេរួមទាំងការធ្វើដំណើរឡើងភ្នំមានលក្ខណៈចោតពិបាកនឹងឡើងទៅដល់ដូច្នេះពួកគេបានបញ្ជូនអ្នកប្រយុទ្ធដែលពូកែចំនួន20នាក់ដើម្បីឡើងភ្នំសង្គ្រោះទារកនោះអ្នកប្រយុទ្ធទាំងអស់នោះបានសាកល្បងប្រើវិធីសាស្ត្រទី1ហើយក៏ត្រឡប់មកវិញដោយបរាជ័យពួកគេព្យាយាមរកមធ្យោបាយផ្សេងទៀតហើយក៏បរាជ័យទៀតបន្ទាប់ពីខិតខំអស់រយៈពេលជាច្រើនថ្ងៃពួកគេអាចឡើងភ្នំបានត្រឹមតែ200ទៅ300 feet តែប៉ុណ្ណោះដោយអស់សង្ឃឹមនិងកង្វះការជួយគ្នាអ្នកប្រយុទ្ធទាំងអស់នោះក៏សម្រេចចិត្តចុះចាញ់ហើយត្រៀមនឹងត្រឡប់មកភូមិរបស់ពួកគេវិញពេលដែលរៀបចំខ្លួនត្រឡប់មកភូមិវិញហើយស្រាប់តែមានពេលនោះពួកអ្នកប្រយុទ្ធទាំងនោះក៏ប្រទះឃើញម្ដាយទារកនោះដើរសម្ដៅមកកាន់ពួកគេជាមួយនឹងទារករបស់គាត់គ្រានោះមានម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធទាំង20នាក់នោះបានសួរទៅស្ត្រីនោះហើយនិយាយថាពួកយើងសុទ្ធតែជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែនៅតែមិនអាចឡើងភ្នំផងចុះអ្នកគ្រាន់តែជាមនុស្សស្រីទន់ខ្សោយម្នាក់តើអ្នកធ្វើយ៉ាងម៉េចទើបអាចឡើងភ្នំនោះបានពេលលើកដូច្នោះនាងបានឆ្លើយយ៉ាងម៉ត់ចត់ថាមូលហេតុសំខាន់នោះគឺដោយសារតែទារកនោះគឺជាកូនបង្កើតរបស់ខ្ញុំនៅក្នុងរឿងនេះគេចង់បញ្ជាក់ប្រាប់យើងយ៉ាងច្បាស់អំពីសេចក្តីត្រូវការដ៏ពិតប្រាកដរបស់មនុស្សយើងមិនថាមានឧបសគ្គអ្វីនោះទេយើងអាចលះបង់បានទាំងអស់ឲ្យតែយើងផ្ដល់តម្លៃឲ្យខ្លួនឯងប្រកបយើងខ្វល់ខ្វាយពីអនាគតរបស់យើងពិតប្រាកដនោះយើងនឹងហ៊ានលះបង់អ្វីគ្រប់យ៉ាងទាំងអស់មិនថាកម្លាំងកាយកម្លាំងចិត្តពេលវេលាទាំង24ម៉ោងហើយយើងអាចបូជាវាសម្រាប់អនាគតរបស់យើងបានតែគួរឲ្យសោកស្ដាយណាស់មានមនុស្សជាច្រើនប្រាថ្នាចង់ធ្វើការងារធំចង់បានកិត្តិយសខ្ពង់ខ្ពស់តែមិនហ៊ានលះបង់ការសប្បាយរយៈពេលខ្លីដោយគិតថាការទទួលបាននូវភាពជោគជ័យគឺជារឿងដែលងាយស្រួល